បាទសួស្តីថ្ងៃនេះខ្ញុំសូមណែនាំទាក់ទងជាមួយនឹងផលិតផលថ្មីមួយទៀតទាក់ទងជាមួយនឹងរបស់ Huawei បាទនៅក្នុងដៃនេះខ្ញុំមាន AP 360E ទាក់ទងជាមួយនឹង Huawei ហៅថាជាប្រភេទជា modem router ជា router ជាប្រភេទជា router ហើយ split មានន័យថាយើងចាប់នៅលើបិដានឬមួយអីចឹងណាដោយសារតែវាមានរូបរាងវាជាមូលជារង្វង់ស្អាតគួរឲ្យចាប់អារម្មណ៍បាទមិនខុសពី brand ផ្សេងៗទេហើយមួយរយៈចុងក្រោយនេះដោយសារតែក្រុមហ៊ុន Huawei គឺមាន promotion ព្រមទាំងមានប្រដាប់ថ្មីៗច្រើនសម្រាប់យើងមកធ្វើបទបង្ហាញហើយនៅថ្ងៃនេះក៏ខ្ញុំយក model AP 360E គឺ AX 3000បាទមានន័យថាល្អទាក់ទងជាមួយនឹង model នេះហើយ Wi-Fi គឺខ្លាំងចាប់បានល្អមែនទែនក្នុងការ config យើងឬមួយក៏ប្រើប្រាស់យើងអាច config ទៅតាមលើ app របស់ Chrome ទាក់ទងជាមួយនឹង website របស់ក្រុមហ៊ុនផ្ទាល់ក៏បានហើយមួយទៀតយើងអាចប្រើជាមួយនឹង app នៅលើទូរស័ព្ទដៃក៏បានដែរបាទទាក់ទងជាមួយនឹងលើ app នេះហើយពិសេសជាងនេះទៅទៀតទាក់ទងជាមួយនឹង model Huawei គឺមិនថា model ណាទេគឺយើងអាចបញ្ជាឬមួយក៏ remote តាមទូរស័ព្ទដៃឲ្យតែមានអ៊ីនធឺណិតយើងអាចបិទបើកឬមួយក៏ change password ដូរ username ឬអីហ្នឹងគឺបានគ្រប់បែបយ៉ាងទាំងអស់នៅលើទូរស័ព្ទដៃឬមួយក៏លើ computer ហៅថា browser បាទអញ្ចឹងខ្ញុំនឹងធ្វើនឹងបើកបង្ហាញទាក់ទងជាមួយនឹង model នេះថារូបរាងវាស្អាតយ៉ាងណាហើយការចាប់អារម្មណ៍នឹងពេញនិយមហ្នឹងដោយសារតែវាមានមុខមានន័យថាវាមានរូបរាងបែបណាហើយវាមាន option អ្វីខ្លះបាទតោះយើងមកទស្សនាអ្នកគ្នានៅក្នុងដៃរបស់ខ្ញុំនេះគឺយើងបើកមកមានទាក់ទងជាមួយនឹងពីអបថ្មីមានដុំមួយដែលមានរូបរាងមួយអញ្ចឹងហើយរាងវាឡើង swing តែម្ដងហើយបញ្ចេញនៅ logo Huawei នៅខាងមុខតែម្ដងបាទ Huawei គឺមាន adapter វាប្រើជាមួយនឹង adapter PoE 48 V 0.5 35 ampere អញ្ចឹងមានន័យថាវាស៊ីទាក់ទងជាមួយនឹង power វាហ្នឹងគឺតូចទេអញ្ចឹងយើងអាចប្រើជាមួយនឹង switch PoE របស់ក្រុមហ៊ុនអ៊ីនធឺណិតដែលមាន switch PoE ហ្នឹងគឺដូចជាក្រុមហ៊ុនCP-Link ឬមួយក៏ Sathe ឬមួយក៏ Hikvision អីបានទាំងអស់បាទទាក់ទងជាមួយនឹង model មួយនេះហើយមួយទៀតយើងគ្រាន់តែ scan នៅលើ QR code នៅលើនេះយើងអាច set up ជាមួយនឹងនៅទូរស័ព្ទដៃយើងបានដោយសារតែ model នេះយើងអាច config ឬមួយក៏ធ្វើការងារជាមួយនឹង app ហ្នឹងបានអត់មានជាបញ្ហាទេហើយក៏អត់ជាពិបាកអីក្នុងការធ្វើការវាដែរហើយនៅក្នុងហ្នឹងគឺមាន model ហ្នឹងគឺមានតែប៉ុណ្ណឹងហើយមួយទៀតគឺមាន guideline ទាក់ទងជាមួយនឹង menu បាទការប្រើប្រាស់ឬមួយក៏ set up នៅលើអស់ហ្នឹងហើយរបៀបប្រើប្រាស់ហ្នឹងមានទាំងខ្មែរមានទាំងអង់គ្លេសចិនអីចឹងទៅណាទាក់ទងជាមួយនឹង menu នេះហើយមានឧបករណ៍វាគឺមានវិសម្រាប់ចាប់ឬមួយក៏គេហៅថាជើងតំណប់នៃការចាប់នៅជញ្ជាំងក៏បាននៅលើពីដានក៏បានដែរអញ្ចឹងណាល្អមែនទែនហើយមូលស្អាតដូចអំពូលភ្លើងឬមួយក៏ដូចជាអីមួយអញ្ចឹងហើយសេវាវាផ្សាយបានខ្លាំងមែនទែននៅក្នុងស្ពេចរបស់វាទាក់ទងជាមួយនឹង Huawei គឺ model ហ្នឹងបងប្អូនអាចឆែកនៅលើ website បានឬមួយក៏អីបានហើយតម្លៃទីផ្សារវិញក៏ធូរថ្លៃដែរទាក់ទងជាមួយនឹង model AP 662នេះបាទបើសិនជាបងប្អូនសម្រាប់ត្រូវការចង់ជាវឬមួយក៏ទិញនៅផលិតផលនេះអាចទាក់ទងតាមលេខទូរស័ព្ទរបស់ក្រុមហ៊ុនឬមួយក៏ website របស់ក្រុមហ៊ុនឬមួយក៏ page Facebook របស់ក្រុមហ៊ុនបានបាទសូមអរគុណ